របៀបផ្លាស់ប្ដូរទីតាំងនិងលុបទីតាំងអាជីវកម្មនៅលើ Google Map បងប្អូនទាំងគ្នាដោយសារលើកមុនចេញវីដេអូពាក់ព័ន្ធជាមួយនឹងការដាក់ទីតាំងអាជីវកម្មនៅលើ Google Map ហើយមានបងប្អូនក៏សួររបៀបផ្លាស់ប្ដូរទីតាំងក៏ដូចជាការលុបទីតាំងវិញនៅលើ Google Map ឥឡូវចូលទៅមើលទាំងអស់គ្នាបងប្អូនចូលមកទីតាំងដែលចង់ផ្លាស់ប្ដូរនិងលុបចេញពី Google Map បន្ទាប់មកចុចលើទីតាំងនឹងមកវានឹងចេញមកដូចនេះអញ្ចឹងបងប្អូនអូសមកឆ្វេងបន្តិចមកនឹងឃើញពាក្យ Edit ចុចលើពាក្យ Edit នឹងមកបន្ទាប់មកបងប្អូនចុចលើពាក្យ Place is close or not here នេះមកដល់កន្លែងនេះបងប្អូនចុចលើពាក្យ Move to a new location បន្ទាប់មកចុចនៅលើផែនទីបងប្អូនអាច move ឬក៏ផ្លាស់ប្ដូរទីតាំងរបស់បងប្អូនបានទៅកន្លែងថ្មីមួយទៀតបន្ទាប់មកចុច OK បន្ទាប់មកទៀតចុចលើពាក្យ Submit ជាការស្រេចបន្ទាប់ពីបងប្អូនផ្លាស់ប្ដូរទីតាំងរបស់បងប្អូនទៅកន្លែងថ្មីហើយបងប្អូនអាចលុបទីតាំងចាស់បានធ្វើដូចគ្នាដោយចុចលើទីតាំងចាស់ហ្នឹងមកបងប្អូនចុចលើពាក្យ Edit បន្ទាប់មកបងប្អូនចុចលើពាក្យ Place is close or not here នេះមកដល់កន្លែងនេះបងប្អូនចុចលើពាក្យ Permanently close បន្ទាប់មកទៀតចុចលើពាក្យ Submit ជាការស្រេចបងប្អូនជួយចែករំលែកវីដេអូនេះទៅកាន់អ្នកដែលមិនទាន់បានដឹងផងអរគុណបងប្អូនសម្រាប់ទស្សនាជួបគ្នានៅវីដេអូក្រោយទៀត